ហេតុអ្វីសៀមមិនហ៊ានផ្ទុះអាវុធក្រោយពីលោកប្រធានាធិបតីដូណាល់ត្រាំបញ្ជាឲ្យមានបទឈប់បាញ់ចម្លើយសៀមខ្លាចខូចទំនាក់ទំនងយោធាជាមួយអាមេរិកនិងខ្លាចអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាពិសេសខ្លាចខ្មែរមានសិទ្ធិស្របច្បាប់ក្នុងសង្គ្រាមមានអន្តរជាតិគាំទ្រសង្គ្រាមកម្ពុជាហេតុអ្វីសៀមហ៊ានមកពាត់បន្លាលួសដាក់កង់ឡានលើទឹកដីខ្មែរតាមព្រំដែនចម្លើយដោយសារសៀមសំអាងលើផែនទីឯកតោភាគីរបស់ខ្លួន1លើ50,000និងហេតុផលដើម្បីការពារឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់មួយវិញទៀតបើខ្មែរហាមឃាត់បានក៏មិនអាចយកបានតែបើខ្មែរមិនហាមឃាត់ទេនោះប្រកាសជាយកតែម្ដងហេតុអ្វីសៀមមានគម្រោងឈ្លានពានលើទឹកដីខេត្តពោធិ៍សាត់និងខេត្តកោះកុងបន្តចម្លើយមានហេតុផលពីរយ៉ាងគឺទី1ដើម្បីបំបែកកម្លាំងអន្តរាគមន៍ការពារប្រទេសកម្ពុជាទី2បញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរឲ្យបញ្ឈប់គាំទ្ររាជរដ្ឋាភិបាលលើនីតិវិធីដោះស្រាយផ្សេងៗហេតុអ្វីសៀមនៅតែចិញ្ចឹមចិត្តចង់បន្តសង្គ្រាមជាមួយកម្ពុជាមិនចេះចប់ចម្លើយមានហេតុផល5យ៉ាងគឺទី1ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋថៃព្រោះកន្លងមកស្ដេចថៃនិងយោធាថៃបានធ្វើបាបប្រជាជននិងអ្នកគាំទ្រប្រជាធិបតេយ្យលែងមានតម្លៃនិងប្រជាប្រិយភាពទី2ដើម្បីរំលាយគណៈបកប្រជាធិបតេយ្យដែលជាប់ឆ្នោតដែលមានសម្លេងកៅអីលើសកៅអីយោធានៅព្រឹទ្ធសភានិងរដ្ឋសភាទី3ដើម្បីអភិវឌ្ឍវិស័យយោធាបន្ថែមពីព្រោះប្រទេសថៃជាប្រទេសប្រជាធិបតេយ្យការប្រើប្រាស់ទិញអាវុធគឺមានកម្រិតដូច្នេះបើមានសង្គ្រាមឬការឈ្លានពានអាចទិញនិងប្រើប្រាស់អាវុធដែលស្របច្បាប់ទី4អូសបន្លាយសង្គ្រាមបើមានឱកាសមានសង្គ្រាមលោកលើកទី3គឺវាវាយកទឹកដីខ្មែរបន្ថែមដោយស្របច្បាប់ភូមិសាស្ត្រនយោបាយពិភពលោកកំពុងចលាចលដូច្នេះសៀមមានហេតុផលសមស្របដើម្បីអូសបន្លាយត្រៀមខ្លួនទី5ដើម្បីបង្ខំឲ្យកម្ពុជាទទួលយកផែនទីឯកតោភាគី1លើ50,000ព្រោះសៀមយល់ថាមិនយូរទេខ្មែរប្រកាសជាបែកបាក់ផ្ទៃក្នុងនិងសេដ្ឋកិច្ចខ្មែរមិនអាចទប់ទល់ជាប់ដូច្នេះចង់ឬមិនចង់រដ្ឋាភិបាលខ្មែរនឹងទទួលយកតើសៀមអាចវាយឈ្នះខ្មែរនិងអាចគ្រប់គ្រងទឹកដីខ្មែរបានដែរឬទេចម្លើយបើយោងតាមសភាវុធរវាងខ្មែរនិងសៀមមិនអាចវាយឈ្នះខ្មែរទេប៉ុន្តែអាចឲ្យខ្មែររងផលប៉ះពាល់ខូចខាតយ៉ាងធ្ងន់ធ្ងរបានរីឯគ្រប់គ្រងទឹកដីគឺមិនអាចគ្រប់គ្រងបានទេបើសិនជាខ្មែរមិនវិបកមិនខុសច្បាប់សង្គ្រាមប្រើប្រាស់សិទ្ធិទប់ទល់ដើម្បីការពារខ្លួននិងពឹងផ្អែកលើផែនទីរបស់ខ្មែរដែលពិភពលោកទទួលស្គាល់តើរដ្ឋាភិបាលខ្មែរនិងប្រជាជនខ្មែរគួរធ្វើយ៉ាងណាចម្លើយរាជរដ្ឋាភិបាលនិងប្រជាជនខ្មែរគួរធ្វើរឿង6យ៉ាងធំៗនេះទី1រាជរដ្ឋាភិបាលខ្មែរត្រូវតែព្យាយាមកុំបំពានបទឈប់បាញ់ពីព្រោះបើខ្មែរផ្ទុះអាវុធមុនសហរដ្ឋអាមេរិកមហាអំណាចផ្សេងៗនិងអន្តរជាតិនឹងថ្កោលទោសខ្មែរហើយប្រកាសជាជួយសៀមនៅក្នុងសង្គ្រាមនឹងរួមទាំងដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗឲ្យប្រទេសខ្មែរងើបមុខលែងរួចទី2រាជរដ្ឋាភិបាលខ្មែរត្រូវតែរាយការណ៍រាល់បញ្ហាផ្សេងៗទៅអនុព័ន្ធយោធាអ្នកអង្គការអាស៊ានរួមទាំងអង្គការសហប្រជាជាតិដែលទទួលស្គាល់លើហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីរកដំណោះស្រាយនិងចំនួនមនុស្សធម៌ផ្សេងៗដើម្បីគាំពៀជនភៀសឹកទី3រាជរដ្ឋាភិបាលខ្មែរត្រូវតែជ្រើសរើសកងទ័ពបន្ថែមនិងទិញសភាវុធបន្ថែមដើម្បីការពារក្នុងករណីចាំបាច់ដែលត្រូវប្រើប្រាស់ភ្លាមៗទី4រាជរដ្ឋាភិបាលខ្មែរត្រូវតែជួយសម្រួលឯកសារផ្សេងៗចំពោះការស្នើសុំបើកសិប្បកម្មឧស្សាហកម្មផ្សេងៗនៅក្នុងស្រុកខ្មែរដែលជាផលិតផលខ្មែរដើម្បីលើកស្ទួយសេដ្ឋកិច្ចនៅក្នុងស្រុកស្របពេលដែលមិនមានការនាំចូលនិងពហិការមិនប្រើប្រាស់ផលិតផលរបស់សៀមសរុបមកគឺដើម្បីសេដ្ឋកិច្ចអ្នកវិនិយោគខ្មែរនិងកសិករខ្មែរទី5ប្រជាពលរដ្ឋខ្មែរត្រូវតែថែរក្សាចិត្តមួយគំនិតមួយជាមួយនឹងរាជរដ្ឋាភិបាលយកឈ្នះលើមហិច្ឆតាឈ្លានពានរបស់សៀមចូលរួមថែរក្សាសន្តិភាពបានមួយថ្ងៃប្រសើរជាងមានសង្គ្រាមមួយថ្ងៃទី6ប្រជាពលរដ្ឋខ្មែរត្រូវតែខិតខំគាំទ្រផលិតផលជាតិដើម្បីសេដ្ឋកិច្ចជាតិរីកចម្រើនជាក់ស្ដែងក្នុងរយៈពេលដ៏ខ្លីនេះក្រោយពីការគាំទ្ររបស់ប្រជាពលរដ្ឋផលិតផលខ្មែរមានការផ្ទុះគាំទ្រច្រើននិងពង្រីកបន្ថែមដើម្បីបំពេញនៅតម្រូវការក្នុងស្រុកទាំងអស់នេះគ្រាន់តែជាការសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនងាយយល់បើខុសឆ្គងកន្លែងណាសូមជួយបំពេញបន្ថែមផងអរគុណជម្រាបលា Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ